បងចប់ហើយអាសត្វត្រឆានរោឆេកនឹងវារកខ្ញុំឃើញហើយជំរាបសួរខ្ញុំមកញ៉ាំអីទីនេះបានមែនទេអ្នកគិតយ៉ាងម៉េចដែរកិច្ចប្រជុំផ្អាកអ្នកទាំងអស់គ្នាទៅជាមួយខ្ញុំឥឡូវនេះទោះបីជាជៀនយីនឹងលេងលេះជាមួយបងប្រុសខ្ញុំក៏ដោយតែអ្នកចូលរួមធ្វើអ្វីខ្ញុំមិនបានក្បត់ទេកាលនោះខ្ញុំបានបង្ខិតបង្ខំអ្នកឲ្យរៀបការហើយអ្នកក៏មិនចូលចិត្តខ្ញុំដែរយើងបែកគ្នាទៅអ្នកណាថាខ្ញុំមិនចូលចិត្តអ្នកនាងជាអ្នកណាជៀនស៊ីនប្អូនស្រីរបស់ជៀនយីនាងក៏ជាក្មេងស្រីម្នាក់ដែលរបស់ខ្ញុំហើយខ្ញុំក៏បានรู้ស្រឡាញ់នាងតាំងពីថ្ងៃដំបូងដែលយើងបានតែរឿងដែលជានេះគឺនាងគឺជាប្អូនស្រីបង្កើតរបស់បងប្លែករបស់ខ្ញុំជាមួយគ្នាហើយខ្ញុំត្រូវតែគិតថាអ្វីបីតាមស្រឡាញ់នាងឱកាសមកដល់ហើយកាលនោះអូនជាអ្នកមកបង្ករឿងខ្ញុំមុនគេឥឡូវចង់ទៅហើយតែមិនងាយស្រួលប៉ុណ្ណឹងទេតើអ្នកចង់ធ្វើអ្វីខ្ញុំប្រាប់អ្នកឲ្យហើយណាស្ដាប់ឲ្យច្បាស់ប្រសិនបើអ្នកនៅតែចង់រត់ម្ដងទៀតខ្ញុំនឹងចាប់អ្នកឃុំឃាំងជាមិនខានហើយខ្ញុំនឹងធ្វើឲ្យអ្នកមិនអាចចេញទៅណាបានទៀតឡើយរហូតដល់តែអស់មួយជីវិតខ្ញុំសួរថាអ្នកណាឲ្យបេះដូងឯងហ៊ានមកធ្វើការឃុំឃាំងប្អូនស្រីរបស់ខ្ញុំជៀនយេបងស្រីមកវិញហើយជៀនស៊ីនទៅហេតើអ្នកមានសិទ្ធិអីយកនាងទៅនេះជាប្រពន្ធខ្ញុំជាប្អូនខ្ញុំនាងជាប្អូនស្រីខ្ញុំបងខ្លាំងបងចង់លេងទេអីចឹងមិនអាចបំបែកគូស្នេហ៍យើងបានទេប្រកាសជាមានការយល់ច្រឡំអ្វីមួយហើយបើមិនអីចឹងយើងទៅផ្ទះសិនទៅចាំបងប្រុសខ្ញុំមកវិញចាំនិយាយឯងមិនបានធ្វើខុសអីទេអ្នកដែលបង្ខំជៀនស៊ីនហើយមិនចេះទុកចិត្តគឺឯងមែនទេមិនក៏ឯងនិយាយទាំងអស់អីចឹងចំណែកបងប្រុសឯងធ្វើខុសអីទៅសួរគេខ្លួនឯងទៅមុននឹងដល់ពេលនោះបែរហ៊ានប៉ះជៀនស៊ីនម្ដងទៀតខ្ញុំគិតថាបងប្រុសឯងក៏ជួយឯងមិនបានដែរបងស្រីខ្លាំងណាស់ទៅហេទៅខ្ញុំត្រឡប់មកជាមួយខ្ញុំជៀនស៊ីនមិនក៏អាណិតអីចឹងមិនមែនទេជួយខ្ញុំដេញឡានមួយចាំបន្តិចខ្ញុំនឹងផ្ញើលេខឡានឲ្យអូយជៀនស៊ីនអញពិតជាក្លាហានណាស់បើខ្ញុំចាប់ឯងបានម្ដងទៀតខ្ញុំពិតជានឹងចាក់សោរឯងហើយ